ផ្លូវជាតិលេខ10ត្រង់គីឡូម៉ែត្រ157មានការឋានថ្មីមួយដែលក្រុមស្ថាបនាផ្លូវហ្នឹងគាត់កំពុងពង្រឹងបន្ថែមទៅមួយប្រព័ន្ធសុវត្ថិភាពត្រង់កន្លែងនេះសូមបងប្អូនបើកបរប្រុងប្រយ័ត្នជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុជាពិសេសអ្នកមកពីលើភ្នំកុំបើកលឿនពេកកាលណាថាលឿនវាអាចជ្រុលលបឿននៃយើងទៅយើងពិបាកគ្រប់គ្រងអញ្ចឹងមកដល់កន្លែងហ្នឹងចំណុចចន្លោះគីឡូម៉ែត្រ157 158ហ្នឹងយើងប្រុងប្រយ័ត្នទៅពុំមានការឋានមួយអញ្ចឹងណាទោះយ៉ាងណាក៏ដោយទោះមិនមានការឋានក៏ដោយក៏យើងត្រូវតែប្រុងប្រយ័ត្នជានិច្ចដែរជាពិសេសអ្នកមកពីលើភ្នំតែម្ដងកាលណាថាលឿនយើងគ្រប់គ្រងលបឿនអត់បានជន់ហ្វ្រាំងក៏ហ្វ្រាំងលេខស៊ីដែរហ្វ្រាំងក៏ជួយលេខបានដែរអញ្ចឹងគ្រោះថ្នាក់ក៏កាន់តែធ្ងន់ទៅអញ្ចឹងកន្លែងនេះពួកគាត់ព្យាយាមពង្រឹងបន្ថែមតទៅជាមួយប្រព័ន្ធសុវត្ថិភាពទៅលើដងផ្លូវដោយសារមួយចំហៀងខាងឆ្វេងដៃតាមវីដេអូនេះគឺជាជ្រុះជ្រៅអញ្ចឹងវីដេអូនោះមានប៉ុណ្ណឹងចូលរួមគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាសុវត្ថិភាពទាំងអស់គ្នាអរគុណច្រើន